ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានជួបគ្នាជាមួយនឹងខ្ញុំបាទខាត់ស្តង់ដាទៀតហើយតាក់ទងទៅនឹងព័ត៌មានជាតិនិងអន្តរជាតិថ្មីក្នុងដៃលោកអ្នកពុកម៉ែបងប្អូនបាននៅពេលមុននេះខ្ញុំបានចេញព័ត៌មានមួយតាក់ទងទៅនឹងលោកប៊ុនស៊ីនផាតខ្លាំងដែលជាអតីតមេភូមិភាគ2របស់ថៃដែលបើកការឈ្លានពានមកលើទឹកដីកម្ពុជាហើយបែកធ្លាយព័ត៌មានថាលោកមិនព្រមស្ដាប់បាទរដ្ឋាភិបាលថៃតាក់ទងទៅនឹងការផ្ទុះសង្គ្រាមដំបូងរយៈពេល6ម៉ោងដោយរដ្ឋាភិបាលថៃបញ្ជាឲ្យហុបសកម្មភាពការបាញ់នៅតាមព្រំដែនកម្ពុជាថៃក៏ប៉ុន្តែលោកប៊ុនស៊ីនផាតខ្លាំងមិនព្រមហើយនៅពេលមុននេះសភាថៃបានកោះហៅលោកប៊ុនស៊ីនផាតខ្លាំងឲ្យចូលទៅបំភ្លឺនៅក្នុងតុលាការសភាថៃតែម្ដងហើយឥឡូវនេះលោកប៊ុនស៊ីនផាតខ្លាំងបដិសេធមិនចូលខ្លួនបំភ្លឺក្នុងព្រឹទ្ធសភាថៃរឿងផ្កើនបញ្ជារដ្ឋាភិបាលថៃនោះទេបាទខ្លាំងមែនពុកម៉ែបងប្អូនបាទអត់មានខ្លាចទេបាទសូមជម្រាបតោះទៅលំអិតថាតើលោកប៊ុនស៊ីនផាតខ្លាំងអាចរត់បាទរួចពីច្បាប់បាទសភាថៃបានឬក៏មិនបានអតីតមេភូមិភាគទី2របស់ថៃលោកប៊ុនស៊ីនផាតខ្លាំងមិនបានចូលខ្លួនតាមការកោះហៅរបស់គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការបាយោធានិងសន្តិសុខរដ្ឋនោះទេដែលប្រាប់ថាជាប់រវល់បំពេញភារកិច្ចនេះបើតាមការចេញផ្សាយដោយបណ្ដាញសារព័ត៌មានថៃនៅថ្ងៃអង្គារទី11ខែវិច្ឆិកាឆ្នាំ2025តាមគម្រោងលោកប៊ុនស៊ីនផាតខ្លាំងបាននឹងត្រូវចូលខ្លួនបំភ្លឺរឿងដែលខ្លួនអះអាងថាបានផ្កើនបញ្ជារដ្ឋាភិបាលថៃឲ្យឈប់បាញ់ក្រោយមានការផ្ទុះអាវុធជាមួយកម្ពុជានៅព្រំដែនកម្ពុជាថៃបានរយៈពេល6ម៉ោងដំបូងលោកប៊ុនស៊ីនផាតខ្លាំងសារភាពទៀតថាខ្លួនពិតជាមិនបានស្ដាប់តាមបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកកដែលឲ្យឈប់បាញ់មែនពេលចំនួនព្រំដែនជាមួយកម្ពុជាឈានដល់ការផ្ទុះអាវុធកាលពីខែកក្កដាយ៉ាងណាលោកសាវ៉ាតបាថាសាណាប្រធានគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការអយោធានិងសន្តិសុខជាតិរបស់ថៃបានបញ្ជាក់ថាគណៈកម្មាធិការនឹងអញ្ជើញកោះហៅអតីតមេភូមិភាគទី2របស់ថៃលោកប៊ុនស៊ីនផាតខ្លាំងឲ្យមកម្ដងទៀតពេលណាដែលត្រូវបាទសំរុំអញ្ចឹងពុកម៉ែបងប្អូនណាដូចខ្ញុំលើកឡើងហើយលើកឡើងទៀតអញ្ចឹងថាប៊ុនស៊ីនផាតខ្លាំងខ្លាចតែម្នាក់គត់នៅស្រុកថៃបាទខ្លាចតែម្នាក់គត់បងប្អូននៅខ្លាចណាគេទេបាទគឺខ្លាចស្ដេចថៃពុកម៉ែបងប្អូនក្រៅពីស្ដេចថៃគឺអត់ស្ដាប់ទេបាទប៊ុនស៊ីនផាតខ្លាំងគឺមិនស្ដាប់ដាច់ខាតនេះគឺជាបញ្ហាប្រឈមណាពុកម៉ែបងប្អូនណាបាទនេះគឺជាបញ្ហាប្រឈមនេះបញ្ហាប្រឈមដែលរដ្ឋាភិបាលថៃស្របច្បាប់និយាយគេអត់បានណានិយាយគេអត់បានសំខាន់គឺនិយាយទៅគឺគេអត់ធ្វើតាមសួរថាគេធ្វើតាមអត់សួរថាគេស្ដាប់អត់ត្រង់ចំណុចទាំងអស់នេះហើយគឺជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះណាពុកម៉ែបងប្អូនណាបាទនេះគឺជាបញ្ហាប្រឈមអញ្ចឹងពុកម៉ែបងប្អូនបានតាក់ទងបានទៅនឹងព័ត៌មានពុកម៉ែបងប្អូនយល់ឃើញបែបណាដែរហើយចូលរួមខមមិនម្នាក់មួយតាក់ទងទៅនឹងលោកប៊ុនស៊ីនផាតខ្លាំងមិនព្រមចូលបាទឆ្លើយបំភ្លឺនៅក្នុងតុលាការសភាថៃទេដោយប្រហែលជាអាចនឹងដឹងថាបើសិនជាចូលទៅអាចនឹងមានទោសទណ្ឌបាទអាចនឹងមានទោសទណ្ឌអញ្ចឹងតាក់ទងបានទៅនឹងព័ត៌មានក៏មានតែប៉ុណ្្នឹងដែរខ្ញុំក៏សូមបញ្ចប់ព័ត៌មានទី1យើងចូលទៅបាទព័ត៌មានទី2បាទតាក់ទងទៅនឹងប្រទេសជប៉ុននិងកម្ពុជាវិញម្ដងនៅពេលមុននេះក្រុមហ៊ុនជាង30មកពីប្រទេសជប៉ុនបានចាប់អារម្មណ៍វិនិយោគនៅកម្ពុជាថ្មីត្បិតតែសន្ទុះវិនិយោគទុនជប៉ុនមិនស្ទុះខ្លាំងដូចជាចិនក៏ដោយប៉ុន្តែវិនិយោគិនជប៉ុនតំណងជានៅតែបន្តមកវិនិយោគនៅកម្ពុជាជាបន្តបន្ថែមទៀតនៅពេលខាងមុខនេះក្តីរំពឹងនេះត្រូវបានបង្ហាញសុទិដ្ឋិនិយមខណៈដែលបាទវិនិយោគិនជប៉ុនមួយក្រុមមានបាទប្រមាណ36ក្រុមហ៊ុនបានកំពុងតែស្ថិតនៅក្នុងប្រទេសកម្ពុជាដើម្បីស្វែងយល់ពីទីផ្សារនិងសក្តានុពលនៅក្នុងប្រទេសកម្ពុជាវិនិយោគិនជប៉ុនមួយក្រុមនេះគឺបានដឹកនាំដោយលោកតាកាហាស៊ីបាទហ្វូមីបាទអាគីប្រធានសមាគមជប៉ុននិងកម្ពុជា
លោកជាធីរដ្ឋិអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថាគណៈប្រតិភូជប៉ុនមួយក្រុមនេះចូលជួបនឹងសម្ដែងការគូសំជាមួយនឹងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបាននៅកម្ពុជាកាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025លោកបានឲ្យដឹងទៀតថាគណៈប្រតិភូវិនិយោគិនជប៉ុនទាំងនេះគឺបានកំពុងស្វែងរកឱកាសវិនិយោគលើផ្នែកបច្ចេកវិទ្យាបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកសិឧស្សាហកម្មបាននៅកម្ពុជាជាដើមនៅក្នុងឱកាសនោះសម្ដេចតេជោបានលើកឡើងថាផ្នែកកសិឧស្សាហកម្មនេះគឺជាចំណុចស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីដើមរៀងមករហូតដល់រាជរដ្ឋាភិបាលថ្មីចាត់ទុកការកែច្នៃផលិតផលកសិកម្មគឺជារឿងចាំបាច់និងជាអាទិភាពចម្បងសម្ដេចតេជោបានបន្តឲ្យដឹងទៀតថាពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យាក៏ដូចគ្នាដែរដោយបច្ចុប្បន្ននេះរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតកំពុងតែផ្ដោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហើយកម្ពុជាកំពុងត្រូវការខ្លាំងក្នុងផ្នែកទាំងនេះសម្ដេចតេជោបានជំរុញឲ្យអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍និងពង្រីកសក្តានុពលលើវិស័យទាំងអស់នេះឲ្យមានការកើនឡើងកាន់តែច្រើនឡើងបាក់បន្ថែមទៀតនេះគឺជាឱកាសពុកម៉ែបងប្អូនហើយខ្ញុំសប្បាយចិត្តពេលដែលទទួលបានព័ត៌មានថាជប៉ុនបានចង់វិនិយោគនៅកម្ពុជាបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាហើយយើងនឹងស្រាប់ហើយបាទសូម្បីតែរោងចក្រជប៉ុនហ្នឹងក៏ស្តង់ដាបាទនិយាយទៅក្រុមហ៊ុនជប៉ុនក្រុមហ៊ុនអាមេរិកគឺស្តង់ដាតែម្ដងបាទខ្ញុំនិយាយដោយសត្យចិត្តសូម្បីតែរោងចក្រកាត់ដេរអាមេរិកក៏មានបាយបាទឲ្យគេហៅកម្មករហូបដែរនេះខ្ញុំនិយាយពិតណាបាទអញ្ចឹងតកតងទៅនឹងក្រុមហ៊ុនជប៉ុនបាទជាង30ក្រុមហ៊ុនចាប់អារម្មណ៍វិនិយោគនៅកម្ពុជាវាជាឱកាសសម្រាប់កម្ពុជាហើយជាឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែររបស់យើងដែលត្រូវការងារធ្វើជាចាំបាច់ដើម្បីបានកម្រៃមកផ្គត់ផ្គង់ក្រុមគ្រួសារខ្ញុំគិតថាល្អណាស់បាទ36ក្រុមហ៊ុនបាទខ្ញុំសប្បាយចិត្តណាពុកម៉ែបងប្អូនបើសិនជាប្រទេសយើងមិនស្រួលបួលគេមិនមកទេបាទគេមិនមកទេពុកម៉ែបងប្អូន30-40ក្រុមហ៊ុនដែលមកពីជប៉ុននេះហើយមួយក្រុមហ៊ុនគឺចំណាយរាប់លានដុល្លារណាមិនធម្មតាទេមកបើកក្រុមហ៊ុននៅស្រុកខ្មែរហើយផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋហើយបាទវាបានចំណូលបាទសេដ្ឋកិច្ចជាតិយើងថែមទៀតអញ្ចឹងពុកម៉ែបងប្អូនយល់ឃើញបែបណាដែរចូលរួមបាទខមមិនម្នាក់មួយហើយបើសិនជាខ្ញុំបាទលើកទៅបាទលើសលួសបាទត្រូវខុសដល់ប្រការណាមួយនោះក៏សូមខន្តីអភ័យទោសហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលរួមចុចពាក្យ Subscribe នៅខាងក្រោមដើម្បីទទួលបាននូវព័ត៌មានថ្មីៗនៅក្នុងដៃពុកម៉ែបងប្អូនជាបន្តទៀតដូចជាព័ត៌មានជាតិនិងអន្តរជាតិក៏ដូចជាព័ត៌មានកីឡាផងដែរជាចុងក្រោយបាទសូមជម្រាបលាបាទ